តំបន់អូសៀនអង្គរជាស្នាដៃបេតិកភណ្ឌដ៏អស្ចារ្យរបស់បុព្វបុរសពីសម័យអាណាចក្រខ្មែរអង្គការ UNESCO បានទទួលចុះបញ្ជីតំបន់ប្រាសាទនេះទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកស្ថិតនៅក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាតំបន់អូសៀនប្រាសាទអង្គរគឺតំណាងឲ្យព្រលឹងខ្មែរនិងជាកេរដំណែលដ៏ស្ញប់ស្ញែងដល់មនុស្សគ្រប់រូបរួមទាំងភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកភ្ញៀវទេសចរដែលបានមកដល់ទឹកដីបុរាណមួយនេះបានបញ្ចេញអារម្មណ៍ថា I love Cambodia. I love the people here. I think Cambodia is actually a wonderful country. It's a great place to travel to. Tell them to come here, come and visit, but go also to other places like Phnom Penh and see that city, and but certainly to come to Angkor Wat, which I love Cambodia. Heck yeah, I'd love to come back to Cambodia. Yeah, I would love to come back. I love the people here. ទន្ទឹមនឹងចំនួនភ្ញៀវទេសចរកើនជារៀងរាល់ឆ្នាំមានសំណួរជាច្រើនបានចោទសួរថាតើក្នុងមួយឆ្នាំចំណូលនៃការលក់សម្បុត្រដល់ភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរមានចំនួនប៉ុន្មានតើចំណូលនោះត្រូវបានគេគ្រប់គ្រងរបៀបណាហើយតើគេយកចំណូលនោះទៅធ្វើអ្វីខ្លះពីរហូតមកដល់ពេលនេះគ្មានប្រជាពលរដ្ឋណាម្នាក់គ្មានមន្ត្រីរាជការណាម្នាក់ដែលនៅក្នុងខេត្តសៀមរាបដឹងអំពីចំណូលចូលអំពីវិស័យទេសចរហ្នឹងគឺអត់មានតទេសោះយើងមិនដឹងថាតើរដ្ឋាភិបាលលក់ឲ្យក្រុមហ៊ុនសុខាអបតែហ្នឹងក្នុងតម្លៃប្រមាណក្នុងមួយឆ្នាំតើរដ្ឋអាចទទួលបានចំណូលប្រមាណក្នុងមួយឆ្នាំគឺយើងអត់ដែរបានសូម្បីតែចំនួនភ្ញៀវទេសចរពិតប្រាកដក៏យើងអត់ដែរបានដឹងដែរតាំងពីខ្ញុំនៅជាតំណាងរាស្ត្រយើងអត់បានដឹងថាតើកិច្ចសន្យាគេបានតាមរបៀបណាទី2ក្រោយពីគេបានមកតើកិច្ចសន្យានោះបានចែកអំពីអ្វីខ្លះថាតើយើងអាចឆែកឆេរចំណូលនោះរបៀបម៉េចតើចំណូលនោះចែកគ្នាយ៉ាងម៉េចដល់ពេលយើងអត់បានដឹងថាតើគេបានកិច្ចសន្យាតាមរបៀបណាហើយក្នុងកិច្ចសន្យាគេនិយាយពីអីខ្លះដល់ពេលឲ្យយើងធ្វើសេចក្តីអត្ថាធិប្បាយយើងមិនដឹងធ្វើសេចក្តីអត្ថាធិប្បាយយ៉ាងម៉េចអាជ្ញាធរអប្សរានឹងទើបមកកាន់កាប់ការលក់សម្បត្តិនៅខែ5ឆ្នាំ1999ពីមុនមកគឺក្រសួងទេសចរបាទដូចជាសហការជាមួយក្រសួងវប្បធម៌និងសាលាខេត្តសៀមរាបបែរកាន់កាប់មួយរយៈមកប្រហែលជារាជរដ្ឋាភិបាលពិនិត្យមើលទៅឃើញថាមិនសូវមានប្រសិទ្ធភាពបានជាបដូររបៀបការគ្រប់គ្រងមកឲ្យឯកជនកាន់កាប់វិញនិយាយរួមទៅអាការនីតិវិធីដែលយើងចុះកិច្ចសន្យាបច្ចុប្បន្ននេះមក4-10ឆ្នាំនេះគឺថាយើងធ្វើនៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលនីតិនេះមានតំណាងគ្រប់ក្រសួងស្ថាប័នចូលរួមមកការឲ្យផ្ដល់យោបល់គឺថាចំពោះយើងនៅខាងក្រៅជួនកាលមិនដឹងថាគេមានការជជែកគ្នាមានការរៀបចំពីគ្រោះរៀបចំកិច្ចសន្យាទេណាស្មានថាគេធ្វើស្ងាត់មិនតាមការពិតគឺធ្វើដោយមានតាមនីតិវិធីជាធរមានយោងតាមព័ត៌មានពី website CAAI New Media របស់ក្រុង Auckland ប្រទេស New Zealand កាលពីដើមខែមករាឆ្នាំ2008បានសរសេរថាឯកឧត្តមសុនឆៃតំណាងរាស្ត្រគណៈបកសំរងស៊ីបានដាក់លិខិតមួយទៅកាន់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើសុំសម្ដេចពិចារណាឡើងវិញលើសិទ្ធិដែលបានផ្ដល់ឲ្យក្រុមហ៊ុនសូគីមិចក្នុងការគ្រប់គ្រងតំបន់អង្គរក្នុងខ្លឹមសារសម្បត្តិដែលបានផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី10មករាឆ្នាំ2008នោះឯកឧត្តមសុនឆៃបានលើកឡើងថាសិទ្ធិដែលផ្ដល់ឲ្យក្រុមហ៊ុនលោកអុកញ៉ាសុកគង់គ្រប់គ្រងអង្គរបានធ្វើឲ្យរដ្ឋបាត់បង់ចំណូលជាតិជិត$50 លានក្នុងមួយឆ្នាំចំពោះការចោទប្រកាន់អំពីការសុំក្រឡុំលួចបំបត្តិមិនតិចជាង$30 ទៅ$40 លានសហរដ្ឋអាមេរិកកាលពីឆ្នាំ2007គឺមិនអាចទៅរួចវាជាការមិនពិតទាល់តែសោះហេតុអ្វីគឺចំណូលដុលជាង10ឆ្នាំកន្លងទៅគ្មានឆ្នាំណាបានដល់$40 លានទេបើបំបត្តិប្រាក់$40 លានមានន័យថាឆ្នាំ2007គ្មានខ្ទង់បំពេញកាតព្វកិច្ចជូនរដ្ឋនិងក៏គ្មានចំណែកត្រូវបានទៅអាជ្ញាធរអប្សរាទឹកប្រាក់នេះមានទំហំធំណាស់បើមានបាតុភិបដូច្នេះមែនបញ្ហានេះមិនអាចនៅស្ងៀមតាមពេលវេលារហូតមកដល់ពេលនេះបានទេហើយអ្នកទទួលខុសត្រូវអាជ្ញាធរអប្សរាអង្គភាពនិយត្តករស្ថាប័នគ្រប់គ្រងគណនេយ្យទូលក៏នឹងត្រូវប្រឈមនឹងបញ្ហាច្បាប់ផងដែរយើងខ្ញុំក៏ចង់ដឹងដែរថាបើឯកឧត្តមសុនឆៃដឹងថាតួលេខចំណូលដែលបានប្រកាសជាផ្លូវការពីឆ្នាំ2007មិនត្រឹមត្រូវតែតួលេខត្រឹមត្រូវឆ្នាំ2007ចំនួនប៉ុន្មានមានឯកសារអ្វីខ្លះ
ដែលជាសំអាងហើយមានយន្តការណាខ្លះសម្រាប់តាមដានការគ្រប់គ្រងចំណូលដែលថាបានបាត់ចំនួន$40 លានកាលពីឆ្នាំ2007 ជាង2 លានអ្នកភ្ញៀវទេសចរបរទេសខ្ញុំយកតែ1 លានអ្នកជាងទេទៅទស្សនាអង្គរវត្តហើយមានតែលើកនឹងពីព្រោះគេមកប្រទេសកម្ពុជាគេមកមើលអង្គរវត្តអញ្ចឹងកាត់តែពាក់កណ្ដាលនៃចំនួនភ្ញៀវទេសចរប្រចាំឆ្នាំទេហើយនឹងមានការកើនឡើងជាប្រចាំតទៅទៀតយើងគិតទៅមើលភ្ញៀវទេសចរម្នាក់អាចទស្សនាខេត្តសៀមរាបយ៉ាងតិច2 ថ្ងៃទៅមើលអង្គរទៅមើលប្រាសាទអញ្ចឹងត្រូវបង់យ៉ាងតិច$40អញ្ចឹងមួយឆ្នាំវាប្រហែលជា$40 លានទៅ$50 លានប៉ុន្តែនៅក្នុងថវិកាជាតិមានមិនដល់10% ទេនេះគឺជាតួលេខបច្ចេកទេសតាមការវិភាគតាមលក្ខណៈវិទ្យាសាស្ត្រយើងកុំឲ្យនិយាយអ្វីដែលគ្មានមូលដ្ឋានដែលអាងទៅប្រជាពលរដ្ឋមិនសូវមានកម្រិតយល់ដឹងគ្មានព័ត៌មានហើយយើងបំផន់ភ្នែកប្រជាពលរដ្ឋសង្គមយើងគ្មានយុត្តិធម៌ទេ សម្បត្តិវាមានអាមួយថ្ងៃមានអា3 ថ្ងៃមាន7 ថ្ងៃបើភ្ញៀវនឹងមើល4 ថ្ងៃ 5 ថ្ងៃក៏ដោយក៏គាត់ទិញសម្បត្តិតែមួយគាត់អត់មានទិញសម្បត្តិមួយថ្ងៃមួយទេអត់ទេបាទអញ្ចឹងមើលភ្ញៀវ1 លានមកថាមកមើលទាំងអស់គ្នាសម្បត្តិតែ1 លានវាអត់មានសម្បត្តិទៅជា2 លាន 3 លានកើតដើម្បីឲ្យវាទៅជាលុយ60 លានអី70 លានកើតទេ ការដេញដោលអំពីចំណូលលក់សម្បត្តិចូលទស្សនាអង្គរនេះបានកើតជាច្រើនឆ្នាំមកហើយជាពិសេសពីសំណាក់បកប្រឆាំងកិច្ចសម្ភាសមួយដែលធ្វើឡើងដោយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី6 មិថុនាឆ្នាំ2011ជាមួយឯកឧត្តមសុនឆៃតំណាងរាជគណៈបកសំរងស៊ីក្រុមប្រធានបទថាពលរដ្ឋខ្មែរសឹងទូទាំងប្រទេសរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ដឹងច្បាស់ថាតើប្រាក់លក់សម្បត្តិចូលទស្សនាអង្គរដែលក្រុមហ៊ុនសុកគង់បានប្រមូលពីភ្ញៀវទេសចរមានចំនួនប៉ុន្មាននោះឡើយក្រោយមកសារព័ត៌មានមនសិការខ្មែរចេញផ្សាយថ្ងៃទី28 មិថុនាឆ្នាំ2011ក៏បានចោទសួរពីបញ្ហានេះនិងបានលើកឡើងពីការខុបខិតគ្នារវាងអាជ្ញាធរអប្សរានិងក្រុមហ៊ុនរបស់លោកអុកញ៉ាសុគង្គឯកឧត្តមសុនឆៃមិនអាចតាក់ទងសុំការស្រាយបំភ្លឺបានទេដោយជាប់បេសកកម្មទៅក្រៅប្រទេសចំពោះការដែលលើកឡើងអំពីថាការបាត់ចំណូលនេះយើងត្រូវមានមូលដ្ឋានរបស់វាថាតើចំនួនភ្ញៀវប្រមាណបានលុយហើយលុយនេះវាទៅតាមចំនួនភ្ញៀវហ្នឹងបាទតាមមើលចំនួនដែលគាត់លើកឡើងអ្នកដែលលើកឡើងខ្ញុំធ្លាប់ស្ដាប់ឮច្រើនកន្លែងហើយដើម្បីបាន60 លានធ្វើម៉េចបានលុយនឹងបានមកវាអាស្រ័យលើចំនួនសម្បត្តិបាទចំនួនសម្បត្តិបើភ្ញៀវចូលស្រុកយើងភ្ញៀវបរទេសគឺប្រហែលជា1 លានអ្នកអញ្ចឹងជាមួយជុំចំនួនចូលហ្នឹងវាមាន20ទៅ30 លានដុល្លារតែប៉ុណ្្នឹងទេហើយបើនិយាយថា60 លានអីហ្នឹងអាហ្នឹងមិនដឹងលេខហ្នឹងមកពីណាវាអត់សមហេតុសមផលអញ្ចឹងបាទយោងតាមតារាងសង្ខេបទិន្នន័យបែងចែកចំណូលរវាងអាជ្ញាធរអប្សរានិងក្រុមហ៊ុនសន្តាគារសុខាដែលបានផ្ដល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថាចំណូលដុលនៃការលក់សម្បត្តិស្មើនឹងជាង$33 លានដោយបង់ចូលរដ្ឋជាង$19 លានហើយបន្ទាប់ពីការបែងចែកនិងការដកចំណាយផ្សេងៗដូចជាប្រាក់បង់ពន្ធប្រាក់ចំណាយទៅលើការថែទាំជួសជុលអភិរក្សសេវាបង្គន់អនាម័យនិងសេវាជាច្រើនទៀតដោយថវិកាដែលនៅសល់អាជ្ញាធរអប្សរាទទួលបាន 80% ក្រុមហ៊ុនសន្តាគារសុខាទទួលបាន 20% ស្មើនឹងចំនួនជាង$4.5 លានសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2010គូបញ្ជាក់ផងដែរថាតួលេខសរុបក្នុងទូទាំងប្រទេសរបស់ភ្ញៀវទេសចរបរទេសដែលបញ្ជាក់ដោយក្រសួងទេសចរថាឆ្នាំ2010មានចំនួនជាង$2.5 លាននាក់តែភ្ញៀវដែលបានទិញសម្បត្តិចូលទស្សនាអង្គរមានតែជាង$1.1 លាននាក់ប៉ុណ្ណោះគិតជាភាគរយនៃចំនួនភ្ញៀវសរុបស្មើនឹង 46% ដែលតួលេខនេះស្របគ្នានឹងចំនួនសម្បត្តិរបស់អាជ្ញាធរអប្សរាដើម្បីបង្ហាញអំពីគណនេយ្យភាពតម្លាភាពរាល់ចំណូលបានពីការលក់សម្បត្តិចូលទស្សនារមណីយដ្ឋានឧទ្យានបុរាណអង្គរជាគោលការណ៍នៅមុនធ្វើការបែងចែកពេលទទួលបានចំណូលដុលសរុបត្រូវតែបំពេញកាតព្វកិច្ចចំពោះរដ្ឋបន្ទាប់មកត្រូវដកចេញនៅបន្ទុករបស់រដ្ឋនានាដែលរដ្ឋត្រូវរ៉ាប់រងក្រោយចំណូលបែងចែកដំបូងស្មើភាគ 50% និង 50% ស្មើនឹងទឹកប្រាក់$1.5 លានរវាងអាជ្ញាធរអប្សរានិងក្រុមហ៊ុនសុខាក្រោយពីបំពេញកាតព្វកិច្ចជូនរដ្ឋដកបន្ទុកខ្ទង់បង្កើតមូលនិធិអភិរក្សនិងអភិវឌ្ឍចប់សពគ្រប់ហើយបន្ទាប់មកទើបយកចំណូលសុទ្ធ
យើងសន្មតថា 100% បែងចែកជា2ភាគគឺ 80% អាជ្ញាធរអប្សរានិង 20% ក្រុមហ៊ុនសុខា ខ្ញុំគិតថាធម្មតាជាដៃគូអាជីវកម្មក្រុមហ៊ុនឯកជនជាមួយរដ្ឋវាត្រូវតែចំណេញទាំងសងខាងបើស្នាជាអត់ចំណេញក៏គេមិនធ្វើដែរប៉ុន្តែវាសំខាន់គឺថាតើយើងត្រូវធ្វើម៉េចឲ្យវាមានតម្លាភាពដើម្បីឲ្យចំណូលនឹងឲ្យដឹងបើថាភ្ញៀវទេសចរនៅវាតិចធ្វើម៉េចបើប្រទេសយើងមានភ្ញៀវទេសចរតិចបើភ្ញៀវទេសចរច្រើនវាទៅតាមស្ថានភាពហ្នឹងទៅប៉ុន្តែបញ្ហាគឺថាភ្ញៀវទេសចរវាច្រើនហើយប៉ុន្តែចំណូលវាតិចបញ្ហាវានៅត្រង់ហ្នឹងអញ្ចឹងសំខាន់គឺការរៀបចំយន្តការទី1គឺគេរៀបចំច្បាប់ចេញជាច្បាប់ហើយគេរៀបចំស្ថាប័នដែលអនុវត្តច្បាប់ប៉ុន្តែដើម្បីឲ្យស្ថាប័នមួយអនុវត្តទៅបានវាតាក់ទងជាមួយនឹងស្ថាប័នដទៃទៀតអញ្ចឹងវាត្រូវធ្វើឲ្យប្រព័ន្ធហ្នឹង check and balance កុំឲ្យស្ថាប័នផ្សេងនោះអាចឈរពីក្រោយខ្នងស្ថាប័នមួយដើម្បីបិទបាំងអំពើពុករលួយក្នុងស្ថានភាពស្រុកយើងគឺវាអញ្ចឹងអញ្ញាធរអប្សរាហ្នឹងក៏ជាគ្រឹះស្ថានសាធារណរដ្ឋបាលបាទអញ្ចឹងវាក្រោមចំណុះក្រសួងទីស្តីការគណៈរដ្ឋមន្ត្រីចំណុះអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអញ្ចឹងស្ថាប័នហិរញ្ញវត្ថុដូចអធិការហិរញ្ញវត្ថុគេចុះមកពិនិត្យមួយឆ្នាំម្ដងពីរដងមកពិនិត្យជាទៀងទាត់ណាអាជ្ញាធរជាតិសវនកម្មក៏មកពិនិត្យបាទអញ្ចឹងបើការដែលលទ្ធផលនៃការពិនិត្យការធ្វើអធិការកិច្ចហ្នឹងមិនរហូតដល់ពេលនេះមិនដែលឃើញមានថាបាត់សម្បត្តិបាត់ចំនួនដូចលើកឡើងការនេះលើកឡើងទេបាទដោយឡែកតំណាងក្រុមហ៊ុនលោកអុកញ៉ាសុគង្គបានផ្ដល់ព័ត៌មានមកកម្មវិធីសមត្ថៈកាលពីថ្ងៃទី29មិថុនាវេលាម៉ោង 8:53 នាទីព្រឹកតាមរយៈទូរស័ព្ទថាក្រុមហ៊ុនសូមផ្ដល់តួនាទីក្នុងការបកស្រាយរាល់ចម្ងល់ផ្សេងៗទាក់ទិនទៅនឹងការលក់សម្បត្តិចូលទស្សនាអង្គរជូនទៅអាជ្ញាធរអប្សរាជាអ្នកបកស្រាយសម្បត្តិចូលទស្សនាតំបន់អង្គរដែលលក់ឲ្យអ្នកទេសចរបរទេសបានបែងចែកជា3សន្តានប្រសិនបើអ្នកទេសចរជាជនជាតិបរទេសទិញសម្បត្តិចូលទស្សនាមួយថ្ងៃមានតម្លៃ$20សហរដ្ឋអាមេរិកទស្សនា3ថ្ងៃមានតម្លៃ$40និងសម្រាប់ការទស្សនារយៈពេល1សប្តាហ៍មានតម្លៃ$60សម្បត្តិដែលលក់ដាច់ជាងគេគឺសម្បត្តិចូលទស្សនាមួយថ្ងៃបញ្ជីក្បាលសម្បត្តិឆ្លងកាត់ការត្រួតពិនិត្យពីអាជ្ញាធរអប្សរានិងហត្ថលេខាពីអគ្គនាយកអប្សរានិងមានការទូទាត់ចំណូលប្រចាំថ្ងៃដោយមិនទុកលើសពីមួយថ្ងៃឡើយនិយាយជារួមភ្ញៀវបរទេសទាំងអស់ត្រូវតែទិញបានចូលមើលប្រាសាទអង្គរប៉ុន្តែមានការលើកលែងភ្ញៀវមួយចំនួនដូចជាភ្ញៀវរបស់រាជរដ្ឋាភិបាលអនិកជនខ្មែរយើងនៅបរទេសដែលមកចូលប្រទេសកម្ពុជាយើងដែលមានទឹកតការកុមារអាយុក្រោម12ឆ្នាំអ្នកធ្វើការជួសជុលប្រាសាទអ្នកស្រាវជ្រាវហើយចុងអ្នកដែលធ្វើដំណើរជនបរទេសដែរប៉ុន្តែគ្រាន់តែធ្វើដំណើរឆ្លងកាត់អង្គរដោយមិនទស្សនាប្រាសាទតាមរយៈការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលប្រជាជននិងគណៈបកនយោបាយមួយចំនួនបានសំណូមពរដល់រាជរដ្ឋាភិបាលក្នុងការបង្ហាញពីចំណូលប្រចាំឆ្នាំពីការលក់សម្បត្តិដល់ពួកគាត់បានដឹងក្នុងនាមប្រជាពលរដ្ឋដែលជាម្ចាស់សញ្ញាឆ្នោតយើងជាអង្គការមួយក្រៅរដ្ឋាភិបាលណាចង់ដឹងថាតើអាការចំណូលប៉ុន្មានយកទៅចាយលើស្អីខ្លះឲ្យធ្វើដេកុងឲ្យយើងមកយើងដឹងផងជាសាធារណៈមកអញ្ចឹងមតិទាំងអស់ហ្នឹងគេលែងឆ្ងល់ណាគេលែងឆ្ងល់យើងចង់បានហ្នឹងណាបើសិនជាគេអាចបញ្ចេញបានយើងអរមែនតើយើងអត់ដឹងថាតើនៅក្នុងកិច្ចសន្យាហ្នឹងគេចែងពីអ្វីខ្លះថាតើក្រុមហ៊ុនមានសិទ្ធិបញ្ចេញក្រសួងទេសចរក្រសួងហិរញ្ញវត្ថុមានសិទ្ធិបញ្ចេញឬក៏អាជ្ញាធរអប្សរាជាអ្នកធ្វើរឿងហ្នឹងយើងវាអត់បានដឹងកិច្ចការអត់ទាំងដោយសារតែការផ្ដល់ព័ត៌មានមិនបានទូលំទូលាយពាក់ព័ន្ធទៅនឹងចំណូលនៅតំបន់អង្គរបានធ្វើឲ្យប្រជាជនអង្គការក្រៅរដ្ឋាភិបាលគណៈបកប្រឆាំងខ្លះមានការប៉ាន់ស្មានថាចំណូលពីវិស័យទេសចរនៅតំបន់អង្គរអាចខ្ពស់កប់ពពកការលើកឡើងបែបនេះក៏ដោយសារតែមានការផ្ដល់សិទ្ធិវិនិយោគឲ្យទៅក្រុមហ៊ុនពុំបានឆ្លងកាត់ការដេញថ្លៃជាសាធារណៈតើការប្រគល់ទៅឲ្យក្រុមហ៊ុនគ្រប់គ្រងហ្នឹងមកពីរដ្ឋាភិបាលគ្មានសមត្ថភាពឬមួយយ៉ាងម៉េចតើរដ្ឋាភិបាលគ្មានធនធានគ្រប់គ្រាន់ក្នុងការគ្រប់គ្រង
ទៅលើគ្រាន់តែប្រាសាទនៅក្នុងតំបន់មួយឬមួយយ៉ាងម៉េចខ្ញុំគ្រប់គ្រងឲ្យមានការវិនិយោគទៅលើក្រុមហ៊ុនប៉ុន្តែសូមឲ្យមានការដំណាភាពមានន័យថាបាក់ឲ្យមានការដេញថ្លៃព្រោះមិនមែនមានតែក្រុមហ៊ុនសុខានឹងមួយដែលចង់មានបំណងក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយការវិនិយោគទៅលើវិស័យទេសចរជាពិសេសគឺបេតិកភណ្ឌរបស់កម្ពុជានឹងក្នុងនាមសង្គមស៊ីវិលគួរតែដាក់នៅក្នុងវេទិកាសាធារណៈដើម្បីឲ្យមានការដាក់ដេញថ្លៃវិញល្អជាងដោយលើកមុនខ្ញុំមានឃើញគោលការណ៍របស់រដ្ឋដាក់ឲ្យបណ្ដាក្រុមហ៊ុនមួយចំនួនបណ្ដាវិនិយោគមួយចំនួនដាក់ដេញថ្លៃគូបញ្ជាក់ផងដែរថារាល់ចំណូលពីការលក់សម្បត្តិទស្សនៈអង្គរនេះត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបែងចែកតែ 5% ឲ្យទៅក្រសួងទេសចរនិង 5% ឲ្យទៅក្រសួងវប្បធម៌ក្នុងការបែងចែកមានមុខសញ្ញា3មួយនេះហៅថាមូលនិធិអភិវឌ្ឍតំបន់អង្គរគឺក្នុងការបែងចែកមាន 15% សម្រាប់មូលនិធិអភិវឌ្ឍតំបន់អង្គរមូលនិធិហ្នឹងគ្រប់គ្រងដោយប្រមុខរាជរដ្ឋាភិបាលហើយតើធ្វើមុខសញ្ញាធ្វើអីខ្លះមូលនិធិហ្នឹងគឺសម្រាប់ធ្វើផ្លូវថ្នល់ធ្វើស្ពានធ្វើតអគ្គិសនីសម្រាប់អភិវឌ្ឍតំបន់ហ្នឹងនិយាយរួមទៅយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថាតាំងពីឆ្នាំ2006រហូតមកដល់ឆ្នាំ2010ចំណូលដុលជាង10ឆ្នាំកន្លងទៅគ្មានឆ្នាំណាមួយដែលរដ្ឋឬក្រុមហ៊ុនសន្តាគារសុខាទទួលបានថវិកាលក់សម្បត្តិដល់ទៅ40ឬ50លានដុល្លារសោះឡើយប្រាក់ចំណេញប្រចាំឆ្នាំរបស់ក្រុមហ៊ុនសន្តាគារសុខាដែលជាកម្មសិទ្ធិរបស់លោកសុកុងមិនដែលបានដល់5លានដុល្លារទេបញ្ហានៅត្រង់ថាតើតួលេខនេះផ្ដល់ជំនឿដល់សាធារណជនកម្រិតណាខ្ញុំបានលើកជាច្រើនលើកចាត់សារនៅក្នុងរដ្ឋសភាក៏ដូចជាផ្ដល់អនុសាសន៍ជាលិខិតអក្សរទៅរដ្ឋាភិបាលថាដើម្បីបង្កើនចំណូលកុំឲ្យមានការបាត់បង់ចំណូលរាប់រយលានដុល្លារជារៀងរាល់ឆ្នាំនោះគឺរដ្ឋាភិបាលត្រូវតែផ្ដល់គម្រោងគ្រប់គម្រោងអាជីវកម្មទាំងអស់ទៅឲ្យក្រុមហ៊ុនឯកជនត្រូវតែមានតម្លាភាពនិងយន្តការត្រួតពិនិត្យឲ្យបានត្រឹមត្រូវកុំឲ្យក្រុមហ៊ុនខុបខិតគ្នាជួនកាលគេដេញថ្លៃដែរប៉ុន្តែដេញថ្លៃតែរូបភាពទេណាទុយទៅវិញគឺក្រុមហ៊ុនទាំងអស់នោះសិតតែក្រុមគេតែមួយបាក់ពួកគេតែមួយដូច្នេះយើងមិនអាចធានាថាគម្រោងដែលបានផ្ដល់ទៅឲ្យក្រុមហ៊ុនឯកជននោះនឹងធានាប្រសិទ្ធភាពចំណូលបានទៅតាមអ្វីដែលយើងអាចរកបានជាអតិបរមានោះទេហើយជាពិសេសការចាយវាយទៅលើគម្រោងក៏យ៉ាងដូចនេះដែរយើងមានការប្រយ័ត្នប្រយែងណាសម្បត្តិដែលបានចូលអង្គរហ្នឹងគឺមានគណៈកម្មការអន្តរក្រសួងមួយគ្រប់គ្រងបោះពុំហើយបានយកមកប្រគល់ឲ្យអាជ្ញាធរអប្សរាបាននោះមានលេខរៀងតហោហែអញ្ចឹងយើងទទួលយកប្រមាណក្បាលបាទលក់ចេញឲ្យប្រគល់ទៅឲ្យក្រុមហ៊ុនសុខាយកទៅលក់បាទលក់ហើយសល់យកមកផ្ទៀងលេខវិញហើយបានគឺថាយើងពិនិត្យចុះពិនិត្យឡើងមិនឲ្យមានការផ្លាំងផ្លាត់ទេបាទយោងតាមសេចក្តីបញ្ជាក់របស់អាជ្ញាធរអប្សរាក្នុងរយៈកាលកន្លងមកថាការបង់ចំណូលរបស់ក្រុមហ៊ុនសន្តាគារសុខាត្រូវបានអនុវត្តតាមនីតិវិធីហិរញ្ញវត្ថុសាធារណៈដោយមានការត្រួតពិនិត្យជាប្រចាំពីមន្ត្រីសវនកម្មផ្ទៃក្នុងនិងមន្ត្រីត្រួតពិនិត្យរដ្ឋនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រាក់ចំណូលពីការលក់សម្បត្តិត្រូវបានក្រុមហ៊ុនបង់ផ្ទាល់ទៅក្រសួងសេដ្ឋកិច្ចការគ្រប់គ្រងចំណូលចំណាយថវិកាអាជ្ញាធរអប្សរាបានអនុវត្តតាមគោលការណ៍អគ្គសេនាធិការតែមួយរូបគត់គឺនាយករដ្ឋមន្ត្រីនិងសេនាធិការមួយរូបទៀតគឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ